វៈរឿងរ៉ាវក្រៅប្រទេសវិញម្ដងដែលនៅព្រឹកនេះជាបន្តជួបវត្តមានបលូឌីណាយើងចង់ដឹងដែរថាតើកិច្ចពិភាក្សារបស់អាមេរិកនិងអ៊ីរ៉ង់បន្តដល់ណាហើយមានអ្វីថ្មីបន្ថែមបាទលើសពីអ្វីដែលយើងបានបង្ហាញជូនម្សិលមិញចា៎ជួបជាមួយនឹងលូឌីណាសាជាថ្មីលូឌីណាតាមដានចំណាយហើយចំពោះកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់ដល់ពេលនេះមានអ្វីវត្តថ្មីខ្លះដែរទេបាទនៅថ្ងៃនេះគឺមានការវិភាគមួយលើកឡើងថាតើអាមេរិកនិងអ៊ីរ៉ង់នេះដើរទៅរកសន្តិភាពឬក៏ដើរទៅរកសង្គ្រាមបាទដោយសារតែការពីយប់ថ្ងៃពុធមានការប៉ះទង្គិចគ្នាមួយទៀតគឺចាប់តាំងពីខែឧសភាមកដល់ពេលនេះគឺមានការប៉ះទង្គិចគ្នា3ដងហើយ3ដងបាទគឺដំបូងគឺមានការប្រឈមដាក់គ្នានៅច្រកសមុទ្រហូមូសបាទគឺក៏ដើមខែឧសភាហើយនៅថ្ងៃច័ន្ទក្នុងសប្តាហ៍នេះដើមសប្តាហ៍ហ្នឹងគឺម្ដងទៀតដោយមានសហរដ្ឋអាមេរិកបានវាយប្រហារទៅលើទីក្រុងកំពង់ផែបណ្ដាអាបាស់ភាគត្បូងរបស់អ៊ីរ៉ង់ដោយខាងសហរដ្ឋអាមេរិកបានហៅថាជាការវាយប្រហារការពារខ្លួនក្នុងហ្នឹងគឺមានការវាយប្រហារទៅលើទីតាំងយោធាហើយនឹងវាយប្រហារទៅលើទូកដែលព្យាយាមចូលទៅដាក់មីននៅក្នុងច្រកសមុទ្រហូមូសដែលកាលនោះអ៊ីរ៉ង់ភ្លាមមិនទាន់បានថ្កោលទោសទេប៉ុន្តែបើតាមការបញ្ជាក់ពីអ្នកវិភាគរបាយការណ៍ចរកម្មសហរដ្ឋអាមេរិកបានលើកឡើងថានៅមុនមានការបាញ់ប្រហារនោះគឺមានទូកមានដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ហ្នឹងបានវាយប្រហារទៅម្ដុំកងនាវាពិឃាតរបស់សហរដ្ឋអាមេរិកដែលនៅជុំវិញឈូងសមុទ្រអូម៉ង់និងសមុទ្រអារ៉ាប់ដែលជាកន្លែងហុំព័ទ្ធច្រកសមុទ្រមិនឲ្យចេញចូលទៅកាន់កំពង់ផែអ៊ីរ៉ង់ហើយអ៊ីរ៉ង់ថ្ងៃអង្គារល្ងាចថ្ងៃអង្គារក៏បានថ្កោលទោសថាសហរដ្ឋអាមេរិករំលោភបទច្បាប់ប៉ុន្តែការចរចានៅតែធ្វើនៅក្នុងប្រទេសកាតានៅឡើយវាយប្រហារ3លើកចុងក្រោយនេះគឺទ្រង់ទ្រាយកម្រិតណាដែរលោកបាទចុងក្រោយគឺល្ងាចថ្ងៃពុធនេះគឺមានការវាយប្រហារតូចដែរទេមិនធំទេប៉ះទង្គិចគ្នាលប៉េះលប៉ោះទេនៅក្នុងហ្នឹងគឺបើតាមការលើកឡើងរបស់សារព័ត៌មានតាស្នីមរបស់អ៊ីរ៉ង់ថានាវា4គ្រឿងនាវាដឹកប្រេង4គ្រឿងក្នុងហ្នឹងមាននាវាអាមេរិកមួយគ្រឿងដែរបាទព្យាយាមឆ្លងកាត់ច្រកសមុទ្រហូមូសប៉ុន្តែកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នេះគឺសួររកអត្តសញ្ញាណមានតែឲ្យបង្ហាញអត្តសញ្ញាណដោយសារតែទូកទាំងអស់ហ្នឹងគឺនាវាទាំងដឹកប្រេងទាំងអស់ហ្នឹងគឺបិទរ៉ាដាទាំងអស់ពេលឆ្លងមកអញ្ចឹងហើយឲ្យបង្ហាញអត្តសញ្ញាណថាជាទូកមកពីខាងណាហើយទៅកាន់ទីណាដើម្បីប៉ុន្តែទូកទាំងអស់ហ្នឹងអត់សហការទេមិនខ្វល់ខ្វាយទេអញ្ចឹងហើយបានជាអ៊ីរ៉ង់បានប្រកាសថាក៏បាញ់ពមៀនបាញ់ពមៀនទៅទូកទាំងអស់ហ្នឹងប៉ុន្តែក្រោយពីបាញ់ពមៀនហើយគឺមានការវាយប្រហារពីសហរដ្ឋអាមេរិកមកលើខេត្តភាគខាងត្បូងនឹងដដែលគឺទីក្រុងកំពង់ផែបណ្ដាអាបាស់នឹងដដែលដែលជាទីតាំងយោធារបស់ប្រទេសអ៊ីរ៉ង់ប៉ុន្តែអ៊ីរ៉ង់ក្រោយមកភ្លាមក្រោយពីការវាយប្រហាររបស់សហរដ្ឋអាមេរិកអ៊ីរ៉ង់ក៏បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ប៉ុន្តែមិនបានបញ្ជាក់ថានៅក្នុងប្រទេសណាទេតែក្នុងភ្លាមនោះដែរគឺខាងគូវ៉េតបានប្រកាសថាមានការវាយប្រហារដោយមីស៊ីលនិងដ្រូនមកលើមូលដ្ឋានទ័ពអាកាសរបស់គូវ៉េតអញ្ចឹងមានន័យថាវាស្របគ្នាមានន័យថាអ៊ីរ៉ង់មិនបញ្ជាក់ថាវាយទៅកន្លែងណាប្រទេសណាទេកាលពីល្ងាចថ្ងៃពុធហ្នឹងហើយបើខាងសារព័ត៌មាន Reuters និង AP ដែលផ្សាយស្រង់ប្រភពពីសហរដ្ឋអាមេរិកវិញគឺបានផ្សាយថាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់4គ្រឿងរួចហើយអាវាយចូលទីក្រុងបណ្ដាអាបាស់ហ្នឹងគឺវាយស្ទាក់អាដ្រូនទី5បាទអញ្ចឹងព័ត៌មាននេះគឺប៉ះគ្នាចុងក្រោយមិនធំដុំអីទេហើយខាងអ៊ីរ៉ង់ក៏ពមៀនថាការល្មើសការបំពានដែលនេះអាចនឹងឈានទៅរកការប្រយុទ្ធគ្នាពេញបន្ទុកវិញនេះគឺព័ត៌មានចុងក្រោយស្ដីពីការបំពានប៉ុន្តែភាគីទាំងពីរហាក់ដូចជាមិនចោទគ្នាថារំលោភទេដល់វាយញាប់ពេកហើយលែងចោទគ្នាថារំលោភបទច្បាប់ហើយដោយគ្រាន់ថាស្ថានភាពបែបនេះវានឹងអាចឈានទៅរកសង្គ្រាមហើយការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលចុងក្រោយធ្វើនៅក្នុងប្រទេសកាតានេះ
គឺព័ត៌មានដែលគេបានទទួលចេញពីក្រមចរចាគឺសិតតែយើងចិត្តសម្រេចបានកិច្ចព្រមព្រៀងបាទនេះគឺជាព័ត៌មានដែលថាចិត្តសម្រេចបានកិច្ចព្រមព្រៀងរហូតដល់អ្នកតាមដានការចរចានេះថាបានសន្តិភាពឬក៏វិលទៅសង្គ្រាមបាទអញ្ចឹងនេះគឺជាតាមដានឲ្យឆ្ងល់ច្រើននិមិត្តហ្នឹងបាទទៅរកសង្គ្រាមប៉ុន្តែយើងមើលការវិវត្តចុងក្រោយគេហៅថាសម្ដីចុងក្រោយចេញពីសេតវិមានគឺបានលើកឡើងថាក្រមអ្នកចរចាមានន័យថាទាំងអ៊ីរ៉ង់ទាំងអន្តរការីមានកាតានិងប្រទេសក្នុងតំបន់ដែលកំពុងពិភាក្សាហ្នឹងបានឯកភាពគ្នារួចហើយថាបន្ថែមពេលវេលាបត់ឈប់បាញ់ហ្នឹងរហូតដល់60ថ្ងៃនេះគឺព័ត៌មានចេញពីសេតវិមានថាអ្នកចរចាហ្នឹងគឺឯកភាពគ្នាថាបន្ថែមពេល60ថ្ងៃបាទដើម្បីបើកឱកាសឲ្យការពិភាក្សាហ្នឹងបន្តទៀតដើម្បីដោះស្រាយនៅចំណុចខ្ទាស់3ធំដែលមិនទាន់អាចដោះស្រាយបាននេះគឺខាងសេតវិមានថាអញ្ចឹងប៉ុន្តែខាងរដ្ឋាភិបាលអ៊ីរ៉ង់អត់ទាន់បាន confirm ទេអត់បានបញ្ជាក់ទេអត់បានបញ្ជាក់ថាអូខេឬមិនអូខេទទួលយកឬក៏អត់ទេបាទហើយនៅខាងអាមេរិកវិញគឺលោក Donald Trump មិនទាន់ឯកភាពនៅឡើយទេគេមិនទាន់ឯកភាពថា60ថ្ងៃហ្នឹងគឺត្រូវធ្វើអញ្ចឹងឬក៏អត់ទាន់និយាយទេប៉ុន្តែមុនពេលដែលមានការលើកឡើងបែបនេះគឺខាងអ៊ីរ៉ង់តែងតែលើកឡើងពីចំណុចខ្ទាស់ធំ3ទី1គឺការបើកច្រកសមុទ្រហូមូសទី2គឺការចរចានុយក្លេអ៊ែរទី3គឺការដកទណ្ឌកម្មពីសហរដ្ឋអាមេរិកបាទទី3នេះគឺចំណុចខ្ទាស់ហើយក្នុងនឹងចំណុចខ្ទាស់ទី1រឿងច្រកសមុទ្រហូមូសនេះគឺប្រទេសអ៊ីរ៉ង់ថាខ្លួននឹងគ្រប់គ្រងច្រកសមុទ្រនេះរយៈពេល30ថ្ងៃក្រោយពីរយៈពេល30ថ្ងៃហើយអ៊ីរ៉ង់នឹងអនុញ្ញាតឲ្យធ្វើចរាចរណ៍ច្រកសមុទ្រហូមូសនេះវិលទៅរកស្ថានភាពមុនសង្គ្រាមវិញបាទប៉ុន្តែអាមេរិកក៏ត្រូវដកការហ៊ុមព័ទ្ធដែលមានបច្ចុប្បន្ននេះដែរតែចំណុចនេះគឺលោកត្រាំថាអត់ទេអ៊ីរ៉ង់ដកដោយខ្លួនឯងទៅអនុញ្ញាតឲ្យច្រកសមុទ្រហូមូសដំណើរការដោយខ្លួនឯងទៅគ្មានប្រទេសណាមានសិទ្ធិរារាំងឬក៏ទារថ្លៃការពារទារថ្លៃការដឹកជញ្ជូននៃកាត់តាមច្រកសមុទ្រហូមូសទេបាទសហរដ្ឋអាមេរិកនឹងបើកវិញនៅពេលដែលកិច្ចព្រមព្រៀងចុងក្រោយត្រូវបានចុះហត្ថលេខារួចហើយក្នុងរង្វង់ពេល60ថ្ងៃបាទនេះគឺលោកត្រាំអញ្ចឹងកន្លែងនេះវានៅមានចំណុចខ្ទាស់មួយត្រង់ថាអ៊ីរ៉ង់ចង់ឲ្យអាមេរិកបើកជាមួយគ្នាលោកត្រាំថាសញ្ញេហើយបានបើកការបានដកការហ៊ុមព័ទ្ធបាទប៉ុន្តែឥឡូវនេះចុងក្រោយតាក់ទងទៅនឹងការចរចាចុងក្រោយគឺកម្មវិធីនុយក្លេអ៊ែរនេះអ៊ីរ៉ង់តែងតែលើកឡើងពីសិទ្ធិក្នុងការមានកម្មវិធីនុយក្លេអ៊ែរហ្នឹងបាទប៉ុន្តែការចរចាចុងក្រោយអ៊ីរ៉ង់និយាយផ្សេងប៉ុន្តែក្នុងមន្ត្រីចរចាហ្នឹងនិយាយផ្សឹងដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន AP ស្រង់ក្រុមសម្ដីក្រុមមន្ត្រីនៅក្នុងតំបន់ហ្នឹងថាឥឡូវនេះអ៊ីរ៉ង់បានឯកភាពឲ្យយកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចមក440គីឡូជាងហ្នឹងចេញពីប្រទេសអ៊ីរ៉ង់បាទទៅកាន់សហរដ្ឋអាមេរិកឬក៏បំផ្លាញចោលតាមការចង់បានរបស់លោកត្រាំហ្នឹងក៏បានដែរប៉ុន្តែសហរដ្ឋអាមេរិកត្រូវដកទណ្ឌកម្មបាទហើយត្រូវច្រកសមុទ្រហូមូសបើកគឺដកកម្លាំងចេញភ្លាមมันអាចទុកកម្លាំងនៅនឹងទេហើយខាងលោកត្រាំនេះថារឿងទណ្ឌកម្មមិនអាចនិយាយពីនឹងបានទេមានន័យថាมันព្រមដកទណ្ឌកម្មវិញអញ្ចឹងបញ្ហាវានៅតែខ្ទាស់កន្លែងអញ្ចឹងហើយបើតាមការលើកឡើងរបស់លោកអាប់រ៉ាហ៊ីមអាស៊ីស៊ីប្រធានគណៈកម្មការសន្តិសុខជាតិសភារបស់អ៊ីរ៉ង់បាននិយាយកាលពីម្សិលមិញថាទោះបីជាលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកប្រើប្រាស់វោហាសាសឬការគម្រាមកំហែងយ៉ាងណាក៏ដោយក៏មិនអាចធ្វើឲ្យអ៊ីរ៉ង់ងាកចេញពីបន្ទាត់ក្រហមដែរមិនន័យថាសំណុតមិនក៏ដោយគឺអ៊ីរ៉ង់មិនខ្លាចអ៊ីរ៉ង់មិនចោះចាញ់ទេហើយអ៊ីរ៉ង់មិនទម្លាក់ចោលបន្ទាត់ក្រហមទេបន្ទាត់ក្រហមទី1គឺសិទ្ធិក្នុងការរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូមសិទ្ធិទី2គឺសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមមានន័យថាទាំងចម្រាញ់ទាំងអាផ្ទុកនឹងអារក្សាទុកនឹងក៏អ៊ីរ៉ង់ត្រូវតែជាសិទ្ធិរបស់អ៊ីរ៉ង់ដែរទី3គឺពាក់ព័ន្ធទៅនឹងការគ្រប់គ្រងច្រកសមុទ្រហូមូសនេះគឺអ៊ីរ៉ង់ត្រូវតែបន្តបាទទី4គឺការដកទណ្ឌកម្មត្រូវតែធ្វើអញ្ចឹង4ចំណុចនេះគឺជា
បន្ទាត់ក្រហមបើមិនអាចធ្វើបានគឺការចរចាក៏មានលទ្ធផលដែរបាទប៉ុន្តែគ្រាន់តែគេថាការចរចារាល់លើករាល់ពេលនៃការទម្លាយព័ត៌មានបញ្ចេញព័ត៌មានមកគឺយើងចិត្តឈានបានកិច្ចព្រមព្រៀងហើយចិត្តឈានបានកិច្ចព្រមព្រៀងហើយវឌ្ឍនភាពសម្រាប់បានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ប៉ុន្តែគ្រាន់តែថាតើសម្រាប់បានវឌ្ឍនភាពពិតប្រាកដឬក៏វិលទៅរកសង្គ្រាមនេះគឺជាចំណុចដែលគេមើលឃើញបាទប៉ុន្តែយ៉ាងណាក៏ដោយអ្នកតាមដានស្ថានភាពបានមើលឃើញថាភាគីទាំងពីរទំនងជាមិនដើរចូលសង្គ្រាមទេអាចលប៉េះលប៉ោះអញ្ចឹងហើយការចរចាគម្រាមគ្នាអញ្ចឹងបាទដោយការពីម្សិលមិញនេះលោកត្រាំបានលើកឡើងថាអ៊ីរ៉ង់តែងគិតថាខ្លួនឯងអាចស៊ូបានយូរជាងអាមេរិកអាចរងចាំបានយូរជាងអាមេរិកគឺដោយសារតែអ៊ីរ៉ង់គិតថាអាមេរិកចិត្តបោះឆ្នោតពាក់កណ្ដាលណាត់ហើយអញ្ចឹងដើម្បីសន្សំពិន្ទុលោកណូត្រាំត្រូវតែស្វែងរកកិច្ចព្រមព្រៀងនៅមុនការបោះឆ្នោតពាក់កណ្ដាលណាត់នៅសហរដ្ឋអាមេរិកប៉ុន្តែខាងលោកត្រាំថាវាអត់ពាក់ព័ន្ធទេលោកមិនរងសម្ពាធអីដោយការលើកឡើងទេអញ្ចឹងអាមេរិកស៊ូបានយូរជាងអ៊ីរ៉ង់គឺអាមេរិកនៅតែហ៊ុំព័ទ្ធអ៊ីរ៉ង់គ្មានប្រេងនាំចេញអ៊ីរ៉ង់បានលុយមកពីណាអញ្ចឹងគឺសហរដ្ឋអាមេរិកនៅតែបន្តអញ្ចឹងដូច្នេះអ៊ីរ៉ង់នៅតែប្រកាន់ចំហម្ដងថាចេះម្ដងថាបែបនោះម្ដងថាបែបនេះប៉ុន្តែមិនមិញលោកត្រាំបានពមៀនដែរថាសារធាតុអ៊ុយរ៉ានីញ៉ូមបើយកចេញឬក៏បំផ្លាញចោលបើយកចេញត្រូវយកទៅអាមេរិកមិនអាចយកទៅចិនឬយកទៅរុស្ស៊ីទេនេះគឺជាបន្ទាត់ខលលោកត្រាំដែរអាចបំផ្លាញចោលនៅប្រទេសអ៊ីរ៉ង់ក៏បានប៉ុន្តែមានទីតាំងកំណត់ទាំងអស់គ្នាឯកភាពលើទីតាំងនិងមានសាកសីអន្តរជាតិបំផ្លាញចោលទៅឬក៏យកមកទុកនៅអាមេរិកក៏បានបំផ្លាញចោលនៅអាមេរិកមានសាកសីមើលដូចគ្នាអញ្ចឹងក៏បានដែរឥឡូវនេះគេមើលឃើញថាចិនឬក៏រុស្ស៊ីគឺមិនអាចទៅចិនរុស្ស៊ីទេព្រោះជាទីតាំងនៃការផលិតសារធាតុអ៊ុយរ៉ានីញ៉ូមគេហៅលោកត្រាំថាប្រទេសទាំងពីរហ្នឹងសិតតែបានជួយអ៊ីរ៉ង់លើបញ្ហាបច្ចេកវិទ្យាពាក់ព័ន្ធទៅនឹងសង្គ្រាមរយៈពេលកន្លងមកអញ្ចឹងឥឡូវនេះគឺការចរចានៅតែបន្តធ្វើទេគ្រាន់តែថាសង្គ្រាមសម្ដីគឺកើតឡើងទាំងសងខាងទោះបីជាភាគីទាំងពីរប្រកាសពីវឌ្ឍនភាពក៏ដោយដែលឡែកពាក់ព័ន្ធនឹងការបន្ថែមរយៈពេលបទជបាញ់60ថ្ងៃនេះគឺប្រទេសក្នុងតំបន់ដែលជាមូលដ្ឋានឈរជើងកងទ័ពអាមេរិកនិងប្រទេសផ្សេងទៀតក៏សាទរដែរថាការផ្អាករយៈពេលការបន្ថែមពេលនៃបទជបាញ់60ថ្ងៃក៏វាជាឱកាសល្អសម្រាប់ការចរចាដែលមានពេលវេលាគ្រប់គ្រាន់លោកត្រាំនៅតែស្ដីបន្ទោសថាអ៊ីរ៉ង់គ្មានផ្ដល់សម្បទានអីក្នុងការចរចាទេចឹងហើយលោកថាអាមេរិកនឹងបញ្ចប់ការងារក្នុងពេលឆាប់បើសិនជាគ្មានកិច្ចព្រមព្រៀងអញ្ចឹងបញ្ចប់ការងារក្នុងរយៈពេលខ្លីហ្នឹងមានតែវាយទៀតបាទដូច្នេះគេមើលឃើញថាបើវាយយូរហើយដោយសារវាយមួយខែជាងហើយមិនដាច់ស្រេចឥឡូវនេះមកមានបទឈប់បាញ់នៅតែអូសបន្លាយដូច្នេះអញ្ចឹងគ្រាន់តែថាដូចនៅវិភាគភាគច្រើនបាននិយាយឲ្យថាភាគីទាំងពីរគ្រាន់តែចង់ហាក់ដូចជាចង់ឈ្នះក្នុងខ្សែភ្នែកលោកគេសុំកាត់បន្តិច60ថ្ងៃបន្ថែមនៃបទជប់បាញ់គឺក្រោយពីបាញ់ក្រោយពីផ្ទុះ3ដងពេលប៉ុណ្ណឹងឬក៏ធ្វើក្នុងអំឡុងពេលផ្ទុះអាវុធផងធ្វើផងបទជប់បាញ់គឺបានចូលយធម៌មានធរមានថ្ងៃទី8ខែមេសាបាទមកដល់ពេលនេះវាបន្ថែមនេះអាចបន្ថែមថានៅពេលដែលភាគីទាំងពីរពេលដែលអ៊ីរ៉ង់និងអាមេរិកឯកភាពគឺចាប់ពេលនោះចាប់ឥឡូវមិនទាន់ឯកភាពទេបើឯកភាពបន្តហ្នឹងហើយបើឯកភាពគឺចាប់ពីពេលនោះទៅមានន័យថាពេលណាដែលភាគីទាំងពីរថា confirm មកថាទទួលយកមានន័យថា60ថ្ងៃនេះគឺចេញពីហ្នឹងទៅចុះដល់អត់ទាន់ប្រកាសបញ្ជាអីបន្ថែមអញ្ចឹងនៅបាញ់រពេលរបស់អញ្ចឹងប្រទេសក្នុងតំបន់ប្រចាំបូព៌ាទាំងអង្គរាល់ថ្ងៃគឺជួបនៅស្ថានភាពយ៉ាងម៉េចដែរផ្នែកសេដ្ឋកិច្ចនៅប្រទេសដែលជាប់ជាមួយអ៊ីរ៉ង់ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិកនិងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ចំណាដែរលោកណាបាទបញ្ហានៅតែស្មុគស្មាញទី1គឺច្រកសមុទ្រហោមុខមិនទាន់បើកពេញលេញទេបាទរបាយការណ៍ទីភ្នាក់ងារតាមដានចរាចរណ៍ផ្លូវទឹកLSAG និង Kepler ក៏បានរាយការណ៍ថាសប្តាហ៍នេះឃើញនាវា3គ្រឿងចេញផុតពីច្រកសមុទ្រហោមុខសម្ដៅទៅកាន់ប្រទេសឥណ្ឌានិងប្រទេសចិននេះមួយទៅហើយកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នឹងតែងតែរាយការណ៍ជារៀងរាល់ថ្ងៃថាក្នុងរយៈពេល24ម៉ោងមាននាវា33គ្រឿង25គ្រឿងនិង24គ្រឿងជុំវិញថាបានស្នើសុំការអនុញ្ញាតសម្របសម្រួលបានចាក់ចេញហើយ
ចេញពីច្រកសមុទ្រហោមូអាចចេញចូលបានបាទដូច្នេះនិយាយពីចរាចរណ៍ធ្វើដំណើរចរាចរណ៍គេហៅថានាវាចរហ្នឹងគឺមានការចេញចូលតិចតួចបិទទ្វារដោយសារតែមានការហុំព័ទ្ធដល់12តង់នេះគឺផ្លែកហ្នឹងហើយស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់នេះគ្រាន់តែថាធូរស្រាលផ្លូវអាកាសអាចធ្វើអាកាសមានយន្តហោះអាចចេញចូលបានមិនដូចរយៈកាលសង្គ្រាមគឺតំបន់ឈូងសមុទ្រហ្នឹងមិនអាចទៅណារួចទេបើមីស៊ីលនិងយន្តរនហោះហើជារាល់ម៉ោងវាមានការលំបាកប៉ុន្តែស្ថានភាពជាប់គាំងលើបញ្ហាប្រេងនេះក៏នៅតែលំបាកដដែលទេគ្រាន់ថាវាបានធូរស្រាលបន្តិចបាទដែលឡែកគិតមែនតែសមរភូមិអ៊ីរ៉ង់អាមេរិកអ៊ីស្រាអែលវាធូរស្រាលមិនទាន់ប៉ះទង្គិចគ្នានៅប្រើតែសម្ដីក៏ដោយតែសមរភូមិអ៊ីរ៉ង់អ៊ីស្រាអែលជាមួយនឹង Hezbollah នៅលីបង់នេះគឺមានសន្ទុះកាន់តែខ្លាំងការវាយរុលដោយថ្មើរជើងរបស់អ៊ីស្រាអែលចូលទៅក្នុងប្រទេសលីបង់មានន័យថាចូលទៅកាន់តែជ្រៅបាទកាន់តែជ្រៅជាងមុនហើយអ៊ីស្រាអែលចូលទៅកាន់កាប់បំផ្លាញផ្ទះប្រជាពលរដ្ឋអីរយៈពេលប្រហែលថ្ងៃចុងក្រោយនេះគឺនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ែនយ៉ាមីន នេតាន់យ៉ាហ៊ូថាប្រកាសថានឹងកំទេចចោលនៅក្រុម Hezbollah លីបង់ដែលមានមូលដ្ឋាននៅខាងត្បូងប្រទេសលីបង់ភាគខាងត្បូងហ្នឹងយ៉ាងវិញទៀតគឺការវិមសិនមិញនេះគឺមានការចេញបញ្ជាជំលះមនុស្សទាំងអស់ប្រជាពលរដ្ឋទាំងអស់នៅភាគខាងត្បូងនៅក្នុងប្រទេសលីបង់ភាគខាងត្បូងដោយសារតែការវាយប្រហារដោយថ្មើរជើងហ្នឹងគឺកំពុងតែសម្រុកចូលទៅខ្លាំងហើយការវាយប្រហារពីទិសផ្សេងពីក្រុម Hezbollah ស្រោចមកលើកងកម្លាំងអ៊ីស្រាអែលក៏នៅតែមានសម្រាប់ក៏មានប្រកាសពីទាហានស្រីអ៊ីស្រាអែលម្នាក់បានស្លាប់ដែរថ្ងៃប្រហែលថ្ងៃមុននោះក៏អ៊ីស្រាអែលបានប្រកាសពីការស្លាប់កងទ័ពរបស់ខ្លួនពីការវាយប្រហារដោយក្រុម Hezbollah ដូច្នេះមើលនៅបច្ចឹមបូព៌ាវាស្រាកសមរភូមិឈូងសមុទ្រប៉ែកឈូងសមុទ្រអមូសប៉ុន្តែវានៅអ៊ីស្រាអែលជាមួយនឹងលីបង់នៅខ្លាំងក្លាដែលដំណើរការសេដ្ឋកិច្ចបើនិយាយអំពីបញ្ហាចរាចរណ៍ផ្លូវអាកាសក៏មានភាពធូរស្រាលការដឹកជញ្ជូនថ្មើរជើងវាពិបាកតែនៅហ្គាសានិងអេស៊ីបទេក្រៅពីនេះគឺជាធម្មតាទេតែចំហាយពីវិបត្តិសកលចំហាយពីការបិទច្រកសមុទ្រហោមូសនេះគឺមិនទាន់ធូរស្រាលទេគឺមិនទាន់មានការវិតម្លៃទេគ្រាន់តែតម្លៃប្រេងចាប់ពីថ្ងៃពុធប្រហែលសប្តាហ៍មុនដល់ថ្ងៃពុធគឺគេបានវិតម្លៃថាប្រេងបានធ្លាក់ចុះ 6% បាទប៉ុន្តែក្រោយពេលវាយប្រហារឡើងវិញរវាងអាមេរិកអ៊ីរ៉ង់នេះបានហក់ឡើងវិញប្រហែលជា7.2% អញ្ចឹងក្នុងវង90ជាង96សម្រាប់ brand ប្រេងឆៅ brand WTI 90គឺប៊ី17បាទអញ្ចឹងមានន័យថាក្រោម100មកវិញហើយទោះបីហក់ឡើងវិញ 7.2% ហ្នឹងក៏វាបានស្រុតចុះមុននោះរហូតដល់ 6% បាទដែលឡែកទីផ្សារហិរញ្ញវត្ថុទីផ្សារភាគហ៊ុននៅទាំងតំបន់អាស៊ីតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិកនេះគឺឡើងចុះមិនសមមានន័យថាតែតម្លៃប្រេងឡើងគឺធ្លាក់ខាងភាគហ៊ុនតែតម្លៃប្រេងធ្លាក់ចុះគឺភាគហ៊ុនរំកិលឡើងបន្តិចដូច្នេះជារួមទៅសេដ្ឋកិច្ចសកលមិនទាន់ល្អប្រសើរទេហើយបើការចំណាយរបស់រដ្ឋាភិបាលនីមួយៗនៃប្រទេសមួយក្នុងការដល់ទុនបំរុងទៅលើការចេញខាតសម្រាប់ពលរដ្ឋរបស់ខ្លួនគឺវាបានកើតឡើងហើយនឹងបន្តកើនឡើងតទៅទៀតដូច្នេះស្ថានភាពសេដ្ឋកិច្ចសកលមិនមានគេហៅថាចក្ខុវិស័យហ្នឹងស្អាប់មើលអត់ទាន់ឃើញនៅឡើយទេដោយសារតែភាពធូរស្រាលវាមិនទាន់កើតមានបាទលោករីណាមានមួយចំណុចទៀតដែរដោយសារតែសង្គ្រាមអ៊ីរ៉ង់នេះគឺផ្ដើមឡើងបង្កឡើងដោយអាមេរិកនិងអ៊ីស្រាអែលហើយកន្លងទៅលោករីណាលើកឡើងច្រើនពីសហរដ្ឋអាមេរិកព្រោះថាអាមេរិកគឺតែងតែទីមមានការចរចារហូតដល់ឈានការសម្រេចកិច្ចព្រមព្រៀងសន្តិភាពបណ្ដាឥឡូវនេះយើងពិបាកមើលថាសម្រេចបានឬអត់ចឹងដល់ឡែកសម្រាប់អ៊ីស្រាអែលវិញចាអ៊ីស្រាអែលមានបានលើកឡើងយ៉ាងម៉េចដែរឬក៏ចាំមើលតាមក្រោយពីអាមេរិកទេបាទនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ែនយ៉ាមីន នេតាន់យ៉ាហ៊ូបាននិយាយពីថ្ងៃអង្គារសប្តាហ៍នេះថាលោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានឯកភាពហើយថាកិច្ចព្រមព្រៀងណាមួយរវាងអាមេរិកអ៊ីរ៉ង់និងអ៊ីស្រាអែលនេះលុះត្រាតែលុបបំបាត់ចោលទាំងស្រុងនៅការគម្រាមកំហែងលើនុយក្លេអ៊ែរបាទបើកម្មវិធីនុយក្លេអ៊ែរនៅតែមានរបស់អ៊ីរ៉ង់នៅតែមានទេការគម្រាមកំហែងដល់អ៊ីស្រាអែលនៅតែមានអញ្ចឹងកិច្ចព្រមព្រៀងដែលអាចសម្រេចបានវាលុះត្រាតែលែងមានកម្មវិធីនុយក្លេអ៊ែរនេះគឺជាចំហរបស់អ៊ីស្រាអែលដាច់ណាត់បន្ទាន់ក្រហម
ហើយអ៊ីស្រាអែលក៏មេតបអ៊ីស្រាអែលស្របពេលនឹងការធ្វើអត្ថាធិប្បាយនឹងក៏លើកឡើងថាបានត្រៀមដើរចូលសង្គ្រាមបន្តទៀតក្នុងករណីដែលការចរចាបរាជ័យហើយដល់ឡែកបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់នេះវាមានតែឈ្មោះទេតែមានតែឈ្មោះប៉ុន្តែការវាយប្រហារនៅតែបន្តកើតមានដដែលកិច្ចបទឈប់បាញ់អាមេរិកអ៊ីរ៉ង់វាផុតសុពលភាពបន្តទៅហើយប៉ុន្តែគាត់ថាគាត់តែប៉ះទង្គិចគ្នាម្ដងមកកាលមិនទាន់ឈានដល់ទ្រង់ទ្រាយធំទេតែការប្រើប្រាស់វោហាប្រឆាំងគ្នាទៅវិញទៅមកឬក៏បង្អាប់ឌឺដងលើករឿងនិទានផងបែបនេះបែបនោះគឺវាមានច្រើនជាបន្តបន្ទាប់បាទអរគុណលោកនាងបាទដែលបានលើកឡើងហើយយើងក៏បន្តចាំមើលប៉ុន្តែអ្វីដែលក្រុមអ្នកវិភាគលើកឡើងថាអាចថាងាកទៅរកសង្គ្រាមនោះវាតិចជាងទេបាទអញ្ចឹងមានរំពឹងថាអញ្ចឹងចោះដើម្បីស្ថានភាពប្រសើរបាទជួបគ្នាឱកាសក្រោយលោកនាងបាទបាទអរគុណ